សភាអ៊ីរ៉ង់កំពុងពិចារណាលើសេចក្តីព្រាងច្បាប់ដែលស្នើឲ្យរដ្ឋាភិបាលរបស់ខ្លួនបង់ថវិកាប្រមាណ50លានអឺរ៉ូសម្រាប់ជនណាដែលអាចធ្វើឃាតលោកដូណាល់ត្រាំបានសភានៃប្រទេសអ៊ីរ៉ង់ត្រូវបានរាយការណ៍មកថាកំពុងពិនិត្យលើសេចក្តីព្រាងច្បាប់មួយដែលមានភាពចម្រូងចម្រាសខ្លាំងដោយស្នើឲ្យរដ្ឋាភិបាលបង់ប្រាក់រង្វាន់ប្រហែល50លានអឺរ៉ូទៅដល់បុគ្គលឬអង្គភាពណាមួយដែលអាចសម្លាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Iran International នៅថ្ងៃទី15ឧសភានេះវិធានការនេះត្រូវបានអះអាងថាជាការសងសឹកចំពោះសហរដ្ឋអាមេរិកដែលបានសម្លាប់មេដឹកនាំនិងមេបញ្ជាការអ៊ីរ៉ង់កន្លងមកលោកអ៊ីប្រាហ៊ីមអេស៊ីស៊ីប្រធានគណៈកម្មាធិការសន្តិសុខជាតិនិងគោលនយោបាយការបរទេសបានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់កាលពីថ្ងៃប្រហ័សថាសមាជិកសភាបានរៀបចំសេចក្តីព្រាងច្បាប់ជាច្រើនចាប់តាំងពីការចាប់ផ្ដើមសង្គ្រាមនៅខែមីនាក្នុងចំណោមវិធានការទាំងនោះមានផែនការដែលផ្ដោតលើវិធានការតបស្នងដោយកម្លាំងយោធានិងកងកម្លាំងសន្តិសុខសេចក្តីព្រាងច្បាប់នេះបង្ហាញពីការកើនឡើងនៃភាពតានតឹងនយោបាយនិងយុទ្ធសាស្ត្ររវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកដែលនៅតែមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងក្នុងបរិបទនយោបាយអន្តរជាតិបច្ចុប្បន្នលោកអ៊ីប្រាហ៊ីមអាស៊ីស៊ីបានថ្លែងនៅក្នុងសន្ទរកថាដែលមានខ្លឹមសារថាមេដឹកនាំនយោបាយរបស់សហរដ្ឋអាមេរិកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិងមេបញ្ជាការនៃបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកគួរត្រូវបានកំណត់គោលដៅនិងប្រឈមមុខនឹងសកម្មភាពសងសឹកពីអ៊ីរ៉ង់វិញលោកបានបន្ថែមថាវាជាសិទ្ធិសមរម្យរបស់ពួកគេក្នុងការឆ្លើយតបដោយយោងទៅលើការស្លាប់របស់មេដឹកនាំអ៊ីរ៉ង់ដែលពួកគេពិចារណាថាជាការសម្លាប់ទៅលើវីរបុរសរបស់ពួកគេលោក SCC ក៏បានបញ្ជាក់ថាច្បាប់ដែលកំពុងត្រូវបានពិចារណានៅក្នុងប្រទេសអ៊ីរ៉ង់កំណត់ថាបើបុគ្គលឬអង្គភាពណាមួយអនុវត្តបេសកកម្មដែលពាក់ព័ន្ធនឹងគោលនយោបាយនេះបានជោគជ័យរដ្ឋាភិបាលនឹងត្រូវបង់ប្រាក់រង្វាន់ប្រហែល50លានអឺរ៉ូដល់បុគ្គលឬស្ថាប័ននោះនៅដើមខែមីនាក៏មានសារផ្សព្វផ្សាយតាមទូរស័ព្ទចល័តនៅក្នុងប្រទេសអ៊ីរ៉ង់ដែលអះអាងពីយុទ្ធនាការអន្តរជាតិមួយសម្រាប់ផ្ដល់រង្វាន់ដល់ការសម្លាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំសារនោះបានជំរុញឲ្យមានការចុះឈ្មោះអ្នកគាំទ្រតាមរយៈគេហទំព័រនិងបញ្ជាក់ការចូលរួមតាមរយៈសារ SMS ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ Dit Ben Iran ជាសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងតេអ៊ីរ៉ង់បានរាយការណ៍ថាយុទ្ធនាការដែលបានផ្សព្វផ្សាយនេះទទួលបានអ្នកគាំទ្រប្រហែល 290,000 នាក់ខណៈចំនួនថវិកាសន្យាសរុបឈានដល់ប្រហែល$25លាននៅក្នុងខែកុម្ភៈមានវីដេអូសម្ងាត់មួយដែលបានបង្ហាញនៅក្នុងបន្ទប់សវនាការនៅ Brooklyn ដែលបង្ហាញពីប្រតិបត្តិការម្នាក់ដែលត្រូវបានគេអះអាងថាមានទំនាក់ទំនងជាមួយអ៊ីរ៉ង់កំពុងពណ៌នាអំពីផែនការឆ្នាំ2024ដើម្បីធ្វើឃាតលើប្រធានាធិបតី Donald Trump តាមព្រះរាជអាជ្ញាប្រតិបត្តិការនោះត្រូវបានចោទថាបានព្យាយាមជួលបុរស2នាក់ដើម្បីអនុវត្តផែនការនេះដែលផ្ដល់ថវិកាមុនប្រហែល$5,000ព័ត៌មាននេះត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន The New York Postនៅក្នុងខែវិច្ឆិកាឆ្នាំ2024ក្រសួងយុតិធម៌សហរដ្ឋអាមេរិកបានដាក់បន្ទុកចោទប្រកាន់ព្រហ្មទណ្ឌពាក់ព័ន្ធនឹងផែនការដែលត្រូវបានអះអាងថាមានការគាំទ្រដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមដើម្បីរៀបចំការធ្វើឃាតលើលោកដូណាល់ត្រាំមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ2024លោកដូណាល់ត្រាំត្រូវបានចាត់ទុកថាជាគោលដៅនៃការគំរាមកំហែងចាប់តាំងពីឆ្នាំ2020បន្ទាប់ពីលោកបានបញ្ជាឲ្យសម្លាប់លោក Qasem Soleimani មេបញ្ជាការនៃក្រុមកងកម្លាំង Quds នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់នៅខណៈដែលជំហររងគ្រោះរបស់អ៊ីរ៉ង់ក៏ដូចជាការប្រើវោហារសាស្ត្រគំរាមកំហែងនៅតែបន្តកើតមានឡើងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានធ្វើសេចក្តីថ្លែងការណ៍ដ៏រឹងមាំមួយដោយព្រមានថាអ៊ីរ៉ង់អាចនឹងប្រឈមមុខនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរប្រសិនបើមិនព្រមទទួលយកកិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាមេរិកនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Sean Hannity នៅលើបណ្ដាញសង្គម Fox News លោកបានអះអាងថាភាគីអ៊ីរ៉ង់អាចជ្រើសរើសរវាងការចរចាឬការប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរលោកក៏បានបន្ថែមថាស្ថានភាពនេះអាចនឹងកាន់តែមានភាពតានតឹងក្នុងរយៈពេលខ្លីខាងមុខហើយបើមានការសម្រេចចិត្តប្រើសម្ពាធបន្ថែមវាអាចនឹងនាំទៅរកការបញ្ចប់វិបត្តិយ៉ាងឆាប់រហ័សលោកបានអះអាងថាការប្រើប្រាស់សម្ពាធបែបនេះគឺផ្អែកលើការស្នើសុំនិងការគាំទ្រពីមេដឹកនាំមួយចំនួនដែលចង់ឃើញដំណោះស្រាយយ៉ាងច្បាស់លាស់នៅក្នុងបញ្ហានេះលោកដូណាល់ត្រាំបានបន្តសេចក្តីថ្លែងការណ៍ដ៏មុតមាំក្នុងបទសម្ភាសន៍ដោយអះអាងថាអ៊ីរ៉ង់នឹងចប់ហើយប្រសិនបើមិនធ្វើតាមលក្ខខណ្ឌរបស់អាមេរិកដែលបានកំណត់លោកបានប្រមានថាសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សកម្មភាពយោធាបន្ថែមប្រសិនបើស្ថានភាពត្រូវការការឆ្លើយតប
លោកក៏បានអះអាងថាអ៊ីរ៉ង់មិនមានកម្លាំងយោធាអាកាសគ្រប់គ្រាន់និងបានបាត់បង់សមត្ថភាពយោធាសំខាន់ៗមួយចំនួនដែលធ្វើឲ្យសមតុល្យអំណាចមិនស្មើគ្នាលោកត្រាំក៏បានលើកឡើងថាមានមីស៊ីលមួយចំនួនដែលត្រូវបានគេដកចេញពីទីតាំងក្រោមដីហើយបានប្រមានថាវាអាចត្រូវបានបំផ្លាញយ៉ាងឆាប់រហ័សប្រសិនបើមានការប៉ះទង្គិចកើតឡើងម្ដងទៀតលោកបានបន្ថែមថាការការពារនិងសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារប្រតិបត្តិការយោធាមុនដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទន្ទឹមគ្នានេះលោកក៏បានរិះគន់បណ្ដាញព័ត៌មាន CNN ដែលចោទប្រកាន់ថាបានបង្ហាញព័ត៌មានមិនពេញលេញអំពីកម្រិតនៃការខូចខាតនិងស្ថានភាពយោធាពិតប្រាកដលោកក៏បានអះអាងថាសហរដ្ឋអាមេរិកនៅតែមានសមត្ថភាពយោធាខ្លាំងនិងអាចឆ្លើយតបយ៉ាងឆាប់រហ័សប្រសិនបើមានការគំរាមកំហែងបន្ថែមពីភាគីណាមួយលោក Donald Trump កំពុងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនដែលត្រូវបានចាត់ទុកថាជាការវិលត្រឡប់នៃទំនាក់ទំនងកម្រិតខ្ពស់រវាងទីក្រុង Washington និងទីក្រុងប៉េកាំងបន្ទាប់ពីរយៈពេលជិត1ទសវត្សរ៍ក្នុងដំណើរនេះលោកត្រូវបានអមដោយក្រុមអ្នកជំនួយការកម្ពុជារួមមានលោក Stephen Miller និងលោក Marco Rubio ព្រមទាំងអ្នកដឹកនាំវិស័យបច្ចេកវិទ្យាធំៗដូចជា Elon Musk នៃក្រុមហ៊ុន SpaceX លោក Tim Cook នៃក្រុមហ៊ុន Apple និងលោក Jensen Huang នៃក្រុមហ៊ុន Nvidia កិច្ចប្រជុំរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនត្រូវបានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអាជីវកម្មជាពិសេសក្នុងវិស័យបច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិតទោះជាយ៉ាងណាទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពតានតឹងបន្ទាប់ពីការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មដែលរួមមានការសម្រេចចិត្តរបស់លោក Trump កាលពីឆ្នាំមុនក្នុងការដំឡើងពន្ធលើទំនិញនាំចូលពីចិនដល់ 125% ដោយលោកបានអះអាងថាប្រទេសនេះកំពុងធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់យ៉ាងខ្លាំងក្នុងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិលោក Donald Trump បានអះអាងថាក្នុងកិច្ចប្រជុំទ្វេភាគីជាមួយអាមេរិកប្រធានាធិបតីចិនស៊ីជីនពីងមានការបដិញ្ញាចិត្តថាប្រទេសចិននឹងមិនផ្គត់ផ្គង់ឧបករណ៍យោធាឲ្យអ៊ីរ៉ង់ឡើយលោក Trump បានពិពណ៌នាសេចក្តីថ្លែងការណ៍នេះថាជាចំណុចសំខាន់មួយដែលអះអាងថាវាត្រូវបានលើកឡើងដោយផ្ទាល់នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Sean Hannity លើបណ្ដាញសារព័ត៌មាន Fox News យ៉ាងណាមិញលោកក៏បានបន្ថែមថានៅក្នុងកិច្ចពិភាក្សាដដែលមេដឹកនាំចិនបានលើកឡើងពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ជាពិសេសការទិញប្រេងនិងចង់ឃើញច្រកសមុទ្រ Hormuz បន្តបើកដំណើរការធម្មតាខាងភាគីចិនបានបដិសេធជារឿយៗនៅការចោទប្រកាន់ថាខ្លួនផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់ដោយអ្នកនាំពាក្យក្រសួងការពារជាតិចិនចាងសៀវហ្គាងបានអះអាងថាប្រទេសចិនប្រឆាំងព័ត៌មានមិនពិតទាំងឡាយពាក់ព័ន្ធនឹងបញ្ហានេះទោះជាយ៉ាងណារបាយការណ៍ពី The New York Times បានលើកឡើងថាមន្ត្រីអាមេរិកមួយចំនួនបានសង្ស័យថាក្រុមហ៊ុនចិនមួយចំនួនបានពិភាក្សាអំពីការលក់ឧបករណ៍យោធាទៅឲ្យអ៊ីរ៉ង់និងអាចមានគម្រោងបញ្ជូនតាមរយៈប្រទេសទី3ការលើកឡើងរបស់លោក Donald Trump ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងនៅទីក្រុងប៉េកាំងដែលសេតវិមានបានពិពណ៌នាថាជាកិច្ចប្រជុំដ៏ល្អមួយតាមសេចក្តីរាយការណ៍ពីមន្ត្រីសេតវិមានមេដឹកនាំទាំងពីរបានព្រមព្រៀងថាច្រកសមុទ្រ Hormuz ត្រូវតែបើកចំហដើម្បីធានាការហូរប្រេងនិងថាមពលដោយសេរីនៅក្នុងទីផ្សារពិភពលោកជាមួយគ្នានេះភាគីចិនបានបង្ហាញការជំទាស់ចំពោះការបង្កើនឥទ្ធិពលយោធានៅតំបន់នេះនិងការដាក់ថ្លៃសេវាលើការប្រើប្រាស់ផ្លូវសមុទ្រយុទ្ធសាស្ត្រនេះមន្ត្រីដដែលបានបន្ថែមថាលោកស៊ីជីនពីងក៏បានបញ្ជាក់អំពីបំណងចង់បន្ថែមការទិញប្រេងពីសហរដ្ឋអាមេរិកដើម្បីកាត់បន្ថយការពឹងផ្អែកលើផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រដែលមានហានិភ័យខ្ពស់ជាមួយគ្នានេះភាគីទាំងពីរក៏បានឯកភាពថាអ៊ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរឡើយដែលត្រូវបានចាត់ទុកថាជាចំណុចឯកភាពសំខាន់នៅក្នុងកិច្ចពិភាក្សានេះ